30ថ្ងៃសម្រាប់ការរស់នៅប្រកបដោយភាពជោគជ័យថ្ងៃទី1នៅពេលអ្នកដឹងថាអ្នកចង់បានអ្វីហើយអ្នកចង់បានវាខ្លាំងកម្រិតណានោះអ្នកនឹងស្វះស្វែងរិះរកមធ្យោបាយដើម្បីយកវាឲ្យបានជាមិនខានថ្ងៃទី2ប្រសិនបើហេតុផលមានឥទ្ធិពលកាន់តែខ្លាំងនោះរបៀបធ្វើនឹងកាន់តែងាយស្រួលឡើងថ្ងៃទី3វិន័យគឺជាស្ពានដើម្បីផ្សារភ្ជាប់រវាងគោលដៅនិងលទ្ធផលរបស់អ្នកថ្ងៃទី4ចូលរៀនពីរបៀបដើម្បីមានក្តីសុខជាមួយនឹងអ្វីដែលអ្នកមានស្របពេលដែលអ្នកកំពុងតែបន្តស្វែងរកនៅអ្វីដែលអ្នកចង់បានថ្ងៃទី5ដើម្បីផ្លាស់ប្ដូរទម្លាប់របស់អ្នកត្រូវផ្លាស់ប្ដូរខ្លួនឯងជាមុនសិនដូច្នេះចូលសរសេរចូលនៅការពិពណ៌នាថាតើអ្នកចង់ក្លាយជានរណានៅថ្ងៃអនាគតចូល design ខ្លួនអ្នកនៅលើក្រដាសបន្ទាប់មក design ខ្លួនអ្នកនៅក្នុងការអនុវត្តជាក់ស្ដែងវិញម្ដងថ្ងៃទី6គោលដៅរបស់អ្នកនឹងមានឥទ្ធិពលលើអ្នកពេញមួយថ្ងៃគោលដៅរបស់អ្នកនឹងជះឥទ្ធិពលទៅលើរបៀបដែលអ្នកមានអារម្មណ៍របៀបដែលអ្នកស្លៀកពាក់សកម្មភាពរបស់អ្នកឥរិយាបថរបស់អ្នកបុគ្គលិកលក្ខណៈរបស់អ្នករបៀបដែលអ្នកដើរនិងរបៀបដែលអ្នកនិយាយផងដែរថ្ងៃទី7វាជារឿងងាយស្រួលណាស់ក្នុងការចំណាយពេលវេលានិងការខិតខំប្រឹងប្រែងទៅលើកន្លែងដែលខុស3ម៉ោងទៅលើការកម្សាន្តនិង30នាទីទៅលើការអភិវឌ្ឍខ្លួនក្នុងមួយថ្ងៃនឹងមិនធ្វើឲ្យអ្នករីកចម្រើនគ្រប់គ្រាន់នៅក្នុងរយៈពេល5ឆ្នាំបន្ទាប់ឡើយថ្ងៃទី8ជាទូទៅយើងរមែងផ្លាស់ប្ដូរខ្លួនឯងដោយសារហេតុផលមួយនៅក្នុងចំណោមហេតុផល2យ៉ាងដោយសារតែការជំរុញលើកទឹកចិត្តនិងដោយសារតែការបាក់ទឹកចិត្តថ្ងៃទី9ចូលធ្វើជាមនុស្សដែលពោពេញទៅដោយការគិតប៉ុន្តែកុំខ្ជិលច្រអូសចូលមានក្តីសុបិនតែកុំធ្វើជាមនុស្សរវើវាឲ្យសោះដែលថ្ងៃទី10មនុស្សជោគជ័យមានបណ្ណាល័យតែអ្នកផ្សេងពីនោះគឺមានតែកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះថ្ងៃទី11ប្រសិនបើអ្នកចង់ធ្វើអ្វីមួយយ៉ាងពិតប្រាកដនោះអ្នកនឹងរកឃើញវិធីតែប្រសិនបើអត់ទេនោះអ្នកនឹងរកឃើញលេខដោះសារមួយមិនខានថ្ងៃទី12ចូលអភិវឌ្ឍសមត្ថភាពរបស់អ្នកដើម្បីស្រូបទាញនៅរាល់គំនិតនិងរឿងរ៉ាវទាំងឡាយស្រូបទាញអារម្មណ៍និងបរិយាកាសជុំវិញខ្លួនស្រូបទាញរាល់មេរៀននិងគតិបណ្ឌិតទាំងពួងថ្ងៃទី13មិនថាអ្នកកំពុងតែស្ថិតនៅទីណានោះទេសូមផ្ដោតអារម្មណ៍នៅទីនោះដើម្បីឲ្យខ្លួនអ្នកបានភ្នក់យកបទពិសោធន៍ដ៏ពេញលេញនៅទីនោះថ្ងៃទី14ដើម្បីដឹងពីលទ្ធផលរបស់យើងគឺយើងត្រូវមើលលើការវិវត្តរបស់យើងមិនមែនមើលទៅលើការពន្យល់បកស្រាយឬលេសដោះសារនោះទេថ្ងៃទី15ត្រៀមខ្លួនហើយតែឱកាសមិនមកប្រសើរជាងឱកាសមកដល់ហើយតែមិនបានត្រៀមខ្លួនថ្ងៃទី16ភាពជោគជ័យងាយនឹងកើតឡើងទេប៉ុន្តែទន្ទឹមនឹងនេះក៏ការធ្វេសប្រហែសក៏ងាយនឹងកើតឡើងដូចគ្នាមកថ្ងៃទី17សូមកុំច្រឡំថាឲ្យតែរវល់គឺដឹងតែទទួលបានលទ្ធផលឲ្យសោះថ្ងៃទី18សមិទ្ធផលខ្លះគឺត្រូវការពេលវេលាដើម្បីយកមកបញ្ជាក់ថ្ងៃទី19លេសគឺជាដែកគោលដែលប្រើប្រាស់ដើម្បីសាងសង់គេហដ្ឋាននៃភាពបរាជ័យថ្ងៃទី20អ្នកនឹងក្លាយជាមនុស្សក្នុងកម្រិតមធ្យមនៅក្នុងចំណោមមនុស្ស5នាក់ដែលអ្នកបានចំណាយពេលវេលាច្រើនបំផុតជាមួយនឹងពួកគេថ្ងៃទី21ប្រសិនបើអ្នកមិនមានឆន្ទៈក្នុងការប្រថុយប្រឋានជាមួយនឹងរឿងមិនធម្មតានោះអ្នកនឹងត្រូវរស់នៅក្នុងជីវិតធម្មតាជារៀងរហូតថ្ងៃទី22កាលណាអ្នកដឹងកាន់តែច្រើននោះអ្នកនឹងមានអ្វីដែលត្រូវនិយាយកាន់តែតិចថ្ងៃទី23សៀវភៅមិនបានធ្វើឲ្យអ្នកខ្លះខ្ជិលប្រាក់របស់នោះតតែអ្នកនឹងខ្ជះខ្ជាយប្រាក់ប្រសិនបើអ្នកមិនអានវាថ្ងៃទី24ទុកឲ្យអ្នកផ្សេងរស់ក្នុងជីវិតដែលយ៉ាប់យ៉ឺនចុះតែដាច់ខាតអ្នកកុំធ្វើដោយពួកគេឲ្យសោះទុកឲ្យអ្នកផ្សេងឆ្លោះនឹងរឿងកំពេចកំពុកចុះតែដាច់ខាតអ្នកកុំធ្វើដោយពួកគេឲ្យសោះទុកឲ្យអ្នកផ្សេងយំយែកចំពោះការឈឺចាប់បន្តិចបន្តួចចុះតែដាច់ខាតអ្នកកុំធ្វើដូចពួកគេឲ្យសោះទុកឲ្យអ្នកផ្សេងធ្វើឲ្យអនាគតរបស់ពួកគេធ្លាក់ក្នុងដៃអ្នកដទៃទៀតចុះតែដាច់ខាតអ្នកកុំធ្វើដោយពួកគេឲ្យសោះថ្ងៃទី25អំណោយដ៏ធំបំផុតមួយដែលអ្នកអាចផ្ដល់ទៅឲ្យនរណាម្នាក់បាននោះគឺអំណោយនៃការយកចិត្តទុកដាក់ថ្ងៃទី26យើងគ្រប់ត្រូវទទួលរងនឹងការឈឺចាប់មួយនៅក្នុងចំណោមការឈឺចាប់2យ៉ាងទី1គឺការឈឺចាប់ដោយសារតវិន័យនិងទី2គឺការឈឺចាប់ដោយសារតែការស្ដាយក្រោយថ្ងៃទី27ការស្វែងរកគឺបម្រើតែចំពោះបុគ្គលទាំងឡាយណាដែលស្វែងរកវាប៉ុណ្ណោះថ្ងៃទី28អ្នកមិនមែនទទួលបានប្រាក់ដោយសារតែពេលវេលា1ម៉ោងរបស់អ្នកនោះទេតែអ្នកទទួលបានប្រាក់ដោយសារតែគុណតម្លៃដែលអ្នកបានពំនាំចូលមកនៅក្នុងរយៈពេល1ម៉ោងនោះទៅវិញទេថ្ងៃទី29អ្វីក៏ដោយឲ្យតែជារឿងល្អដែលអ្នកបានកសាងវាឡើងទីបំផុតវានឹងកសាងអ្នកវិញជាក់ជាមិនខានថ្ងៃទី30មនុស្សដែលមិនអានសៀវភៅគឺគ្មានអ្វីគ្រាន់បើជាងមនុស្សដែលមិនចេះអានអក្សរនោះទេខ្ញុំសង្ឃឹមថាវាមេរៀនដ៏ល្អមួយសម្រាប់អ្នកយកទៅអភិវឌ្ឍជីវិតរបស់អ្នកសូមអរគុណ